ពោះជាងគេនៅកម្ពុជាបើកឲ្យឆ្លងកាត់ពីម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចនៅក្នុងពេលចូលឆ្នាំចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 17 ខែមេសាឆ្នាំ 2025 នឹងបើកឲ្យប្រើប្រាស់ឆ្លងកាត់បណ្ដោះអាសន្នសម្រាប់រថយន្តប្រភេទធុនតូចឯកឧត្តមសុនចន្ទថលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី 1 ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅព្រឹកថ្ងៃទី 8 ខែមេសាឆ្នាំ 2025 នេះបានឲ្យដឹងថាការបើកឲ្យឆ្លងកាត់បណ្ដោះអាសន្ននៅស្ពានខ្ពស់ជាងគេនាពេលនេះគឺអនុញ្ញាតឲ្យតែរថយន្តប្រភេទគ្រួសារនិងម៉ូតូតែប៉ុណ្ណោះនិងមិនអនុញ្ញាតឲ្យឈប់យានយន្តលើស្ពានជាដាច់ខាតដើម្បីធានាបាននូវសុវត្ថិភាពដែលឡែកចំពោះរថយន្តប្រភេទដឹកអីវ៉ាន់និងរថយន្តធុនធំដទៃទៀតត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែលសូមបញ្ជាក់ថាស្ពាននេះជាស្ពានប្រវត្តិសាស្ត្រដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជាកម្ពស់ 90 ម៉ែត្រប្រវែងសរុប 537 ម៉ែត្រទទឹង 10 ម៉ែត្រសណ្ដូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំស្ថិតនៅក្នុងភូមិឆៃលូកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់សម្រាប់ការសាងសង់ស្ទើរ 100% ទៅហើយដែលផ្លូវនេះនិងស្ពាននេះគឺតភ្ជាប់ពីខេត្តបាត់ដំបងមកខេត្តពោធិ៍សាត់និងកោះកុងបានជួយកាត់បន្ថយការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយចំណេញពេលវេលាចំណេញចម្ងាយផ្លូវនិងថវិកា